ោះតាំងជាក់ស្ដែងតែម្ដងអនុព័ន្ធយោធាបរទេសនានាចុះមកពិនិត្យដោយផ្ទាល់ឃើញជាក់ស្ដែងនឹងផ្នែកថៃរំលោភបំពានដីខ្មែរដោយខុសច្បាប់តែម្ដងប្រិមិត្តជាទីមេត្រីនេះគឺជាដំណឹងទី1ដំណឹងទី2ប្រទេសថៃជំរុញឲ្យកម្ពុជាទប់ស្កាត់រាល់សេចក្តីថ្លែងការណ៍ទាំងឡាយនានាដែលប៉ះពាល់ទៅដល់បទឈប់បាញ់នៅតាមព្រំដែនបើកម្ពុជានិយាយការពិតពាក់ព័ន្ធនឹងថៃរំលោភបំពានចេះតែធ្វើនេះធ្វើនោះដល់ពេលអញ្ចឹងមិនប៉ះពាល់ទៅដល់រឿងអីគេបទឈប់បាញ់ដែលថៃលើកឡើងនោះថៃខ្លាចបាត់បង់កិត្តិយសខូចគេឈ្មោះមែនខ្លួនឯងធ្វើអញ្ចឹងមែនហាម5កម្ពុជាកុំឲ្យនិយាយប៉ះពាល់អញ្ចឹងទៅហើយមួយទៀត MOU 44ផ្នែកដែនទឹកដែនសមុទ្រចាប់ហើយមែនទេថៃដាច់ចិត្តលុបចោលហើយរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃលើកឡើងអញ្ចឹងថាលុបចោលហើយក៏ប៉ុន្តែថានឹងចរចាជាមួយកម្ពុជារបស់យើងដដែលទេអានោះលុបចោលហើយផ្នែកដែនគោកនឹងអត់ទាន់ពិភាក្សាច្បាស់លាស់ទេគ្រាន់តែថាដែនទឹកនេះជំរុញឲ្យអង្គការសហប្រជាជាតិឬក៏ផ្នែកអន្តរជាតិ UN Close នឹងគឺដោះស្រាយទៅតាមនឹងច្បាប់អន្តរជាតិក៏ប៉ុន្តែបើសិនជាថៃពិតជាខ្លាំងមែនចង់ឲ្យអន្តរជាតិដោះស្រាយមិនបានដែនគោកប្រាសាទដីខ្មែរតំបន់ចំនួនជុំវិញជាមួយប្រទេសថៃនឹងមិនឲ្យបរទេសអន្តរជាតិ ICJ គេដោះស្រាយទៅអានេះគឺជារឿងពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃនាថ្ងៃទី29មេសា2026ប្រិមិត្តជាទីមេត្រីនេះគឺជាដំណឹងថ្មីមួយដែលសរុបទាំងអស់តែម្ដងនៅក្នុងថ្ងៃនេះដំណឹងទី1ការពីម្សិលមិញនេះឯង28មេសាក្រសួងការពារជាតិកម្ពុជារបស់យើងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ហើយបន្តដាក់រាយបលាលួសទូកង់តឺន័រជាដើមទៅមើលស្ពានដែលយោធាថៃបាញ់កំទេចវេប្រហារដោយ F16 របស់វាអញ្ចឹងទេនាំពួកនោះឲ្យទៅមើលឃើញឲ្យជាក់ស្ដែងនឹងផ្នែកថាថៃរំលោភបំពានដីខ្មែរប៉ុណ្ណានេះគឺជាផុសតាងមួយផ្នែកដែលថៃកំទេចស្ពានកម្ពុជាស្ពាននោះឈ្មោះអីប្រិមិត្តជ័យជំនះអីខ្ញុំអត់ច្បាស់ដែរណាហើយក៏បានទៅមើលថៃរាយបលាលួសដាក់ទូកង់តឺន័របន្ថែមទៀតផងដែរកម្ពុជានៅតែបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធព្រមទាំងប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃ27ខែធ្នូ2025នេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងរឿងដែលកម្ពុជាបាននាំអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យជាក់ស្ដែងឃើញវាបំផ្លិចបំផ្លាញស្ពានកម្ពុជារបស់យើងលើកទី1មិនទាន់អីមិនមកវាដាក់លើកទី2អាហ្នឹងគឺស្ពានណាមានថាកំតិចឲ្យខ្ទេចតែម្ដងកុំឲ្យប្រើប្រាស់កាតអញ្ចឹងទៅឃើញទេដាច់ចេញពីគ្នាមួយទៀតនោះគឺនាំពួកគាត់ទៅចុះពិនិត្យដែលយោធាថៃរាយបលាលួសដាក់ទូកង់តឺន័រឃើញយោធាថៃ2នាក់ឈើនៅលើទូកង់តឺន័រនឹងឯងហើយអនុព័ន្ធនៅខាងក្រោមអនុព័ន្ធយោធាបរទេសហ្នឹងអាហ្នឹងគឺជាដំណឹងប្រិមិត្តសង្ខេបប៉ុណ្ណេះហើយមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងថៃវិញម្ដងតាមរយៈលោកសៀស័កផុងកេតកែវទៅប្រជុំនៅប្រទេសប្រុយណេណាកម្ពុជាក៏ទៅប្រជុំហើយរដ្ឋមន្ត្រីការបរទេសថៃរូបនេះក៏ទៅប្រជុំហើយក៏ឆ្លៀតឱកាសនៅក្នុងការជួបចរចាគ្នាដោយផ្ទាល់និយាយពីបញ្ហាព្រំដែនពាក់ព័ន្ធរឿងនានាហ្នឹងលោកសៀស័កបានមានប្រសាសន៍ថាប្រទេសថៃនឹងបន្តដំណើរការលុបចោល MOU 44គណៈលោកបានសង្កត់ធ្ងន់ថាការចរចាបញ្ហាព្រំដែនជាមួយកម្ពុជានៅតែបន្តធ្វើដដែលថាតើចរចាតាមរយៈអីបើសិនជាលុបអានេះចោលហើយនោះលោកសៀស័ករដ្ឋមន្ត្រីការបរទេសនៃប្រទេសចៅបានជម្រាបជូនកម្ពុជាថាប្រទេសថៃកំពុងតែបន្តនីតិវិធីលុបចោល MOU 44ប៉ុន្តែលោកបានបញ្ជាក់ផងដែរថារឿងនេះមិនមែនមានន័យថាជាការបញ្ចប់ការចរចាទ្វេភាគីនោះឡើយលោកសៀស័កបានជួបពិភាក្សាទ្វេភាគីជាមួយភាគីកម្ពុជាគឺអាដាមប្រសិទ្ធខុនកាលពីថ្ងៃ27មេសាម្សិលមិញណានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុបលើកទី25ក្នុងទីក្រុងបូងដាសេរីបេកាវ៉ាន់ប្រទេសប្រុយណេបញ្ហាសំខាន់ដែលត្រូវបានលើកឡើងដោយផ្ទាល់ជាមួយភាគីកម្ពុជាគឺដំណើរការរបស់ថៃក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2001 MOU 44ដែលជាឯកសារផ្លូវការរវាងរដ្ឋាភិបាលថៃនិងកម្ពុជាស្ដីអំពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាលើធ្នើរបាតសមុទ្រពាក់ព័ន្ធទៅនឹង MOU 44ហ្នឹងគឺថៃលុបចោលហើយពាក់ព័ន្ធរឿង
ផលប្រយោជន៍ធម្មជាតិនានាមានអីខ្លះប្រិមិត្តប្រមាណ$1,000,000,000 $300,000,000 ឬក៏ប្រមាណផ្នែកខាងនោះថៃលុបចោលក្បួចយកតែឯងមែនហ៎ថៃបញ្ហានេះនឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីថៃដើម្បីពិនិត្យនិងសម្រេចក្នុងពេលឆាប់ៗនេះនៅពេលដែលគណៈរដ្ឋមន្ត្រីអនុម័តការលុបចោល MOU 44ជម្លើការហើយភាគីថៃនឹងជួនដំណឹងជាលេខអក្សរទៅកាន់ប្រទេសកម្ពុជាលោកសៀស័កបានសង្កត់ធ្ងន់ថាការលុបចោល MOU 44មិនមែនជាការបោះបង់ការចរចានោះទេផ្ទុយទៅវិញលោកបានបញ្ជាក់ថាថៃកំពុងស្វែងរកការឈានទៅរកក្របខ័ណ្ឌការងារមួយដែលច្បាស់លាស់ជាងមុននឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្របាទយើងហៅកាត់ខ្លីជាភាសាអង់គ្លេសថា UNCLOS ហ្នឹងហើយបាទថៃចង់ឲ្យអន្តរជាតិដោះស្រាយក៏ប៉ុន្តែមិនបានរឿងវាយគ្នាពីរលើកនេះមិនឲ្យអន្តរជាតិគេដោះស្រាយទៅនិយាយឲ្យតែលុយប៉ុន្តែជួយថាថៃវាកលាខូចអាណាចំណេញគឺវាទៅក្នុងហើយបាទត្រូវទេប្រិមិត្តលោកបានបន្តថាដំណើរការនេះនឹងចាប់ផ្ដើមដោយការកំណត់ព្រំដែនសមុទ្រឲ្យកាន់តែច្បាស់លាស់ដែលវានឹងជួយឲ្យការចរចាលើតំបន់ត្រួតស៊ីគ្នាមានប្រសិទ្ធភាពជាងមុនដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់សាធារណជនថៃពួកកង្កែបក្នុងអណ្ដូងលោកសៀស័កបានលើកឡើងថា MOU 44មានសុពលភាពជាង20ឆ្នាំមកហើយប៉ុន្តែមិនទាន់មានវឌ្ឍនភាពជាក់ស្ដែងណាមួយនៅឡើយបាទស្អីគេវឌ្ឍនភាពចង់សម្ដៅថាភាពរុងរឿងរីកចម្រើនផលប្រយោជន៍ឲ្យប្រទេសថៃជាដើមចឹងទៅហេតុនេះហើយទើបប្រទេសថៃត្រូវស្វែងរកវិធីសាស្ត្រថ្មីដែលសមស្របជាងមុនបាទឲ្យចំណេញជាងមុនមានន័យចឹងលោកក៏បានលើកយកករណីការចរចាកន្លងមកជាមួយប្រទេសម៉ាឡេស៊ីមកធ្វើជាឧទាហរណ៍ស្រាប់ដោយលោកបញ្ជាក់ថាការចរចាទាំងនោះត្រូវបានធ្វើឡើងក្រោមក្របខ័ណ្ឌ UNCLOS ដោយមិនចាំបាច់មានអនុស្សរណៈនៃការយោគយល់គ្នាស្តីងគ្នានេះនៅឡើយលោកសៀស័កបានអះអាងថាការផ្លាស់ប្ដូរក្របខ័ណ្ឌនេះនឹងមិនប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិរបស់ថៃនោះទេផ្ទុយទៅវិញវានឹងធ្វើឲ្យការចរចាកាន់តែមានភាពច្បាស់លាស់និងយុត្តិធម៌ស្របតាមផ្លូវច្បាប់អន្តរជាតិបាទថៃគិតអញ្ចឹងបាទមិនដឹងថាជាប្រទេសជិតខាងដ៏ល្អជាមួយកម្ពុជាមិនណាប្រិយមិត្តហើយបាទវាគិតណាល្អមកវាចង់ឲ្យច្បាប់អន្តរជាតិនឹងដោះស្រាយប៉ុន្តែដល់ពេលយើងហៅវាទៅតុលាការ ICJ វាថាអត់ទៅផងបាទអត់ហ៊ានទៅទេខ្លាចចាញ់កម្ពុជាឯស្អែកចាញ់ពីរដងហើយភាសាប្រភាហ្នឹងលោករដ្ឋមន្ត្រីប្រទេសថៃបានបន្ថែមថារដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញជាជំហានមែនថាមួយតាមរយៈកិច្ចសហប្រតិបត្តិការព្រំដែនសន្តិសុខនិងវិធានការកសាងទំនុកចិត្តកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការពិភាក្សានៅគ្រប់កម្រិតស្របពេលដែលកម្ពុជាបង្ហាញបំណងចង់រៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនរួម JBC ភាគីថៃបានបញ្យល់ថាការរៀបចំផ្ទៃក្នុងត្រូវតែបញ្ចប់ជាមុនសិនជាពិសេសពាក់ព័ន្ធទៅនឹងសមាជិកនៃគណៈប្រតិភូរបស់ថៃភាគីថៃក៏បានបញ្ជាក់ផងដែរថាការងារត្រៀមលក្ខណៈគួរតែត្រូវបានធ្វើឡើងឲ្យរួចរាល់មុននឹងឈានទៅដល់កិច្ចប្រជុំ JBC ជាផ្លូវការJBC នេះចង់សម្ដៅទៅលើការវាស់វែងព្រំដែនណាប្រិមិត្តដើម្បីធានាថាការពិភាក្សាអាចប្រព្រឹត្តទៅបានយ៉ាងរលូននិងមានប្រសិទ្ធភាពនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹង MOU ហើយថៃបញ្ជាក់ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ JBC បន្ថែមទៀតថាឲ្យគេរៀបចំផ្ទះសម្បែងឲ្យរួចរាល់សិនចឹងទៅប្រិមិត្តយល់ឃើញយ៉ាងណាដែរហើយមួយទៀតនោះប្រិមិត្តដំណឹងមួយទៀតគឺថៃភ័យខ្លាចស្លន់ស្លោទៅនឹងការថ្លែងនៅវេទិកាសំខាន់បែបអន្តរជាតិបាទប្រាប់ប្រទេសកម្ពុជារបស់យើងកុំឲ្យបាទថ្លែងទៅវាហួសវាប៉ះពាល់ទៅដល់កិត្តិយសថៃអីអញ្ចឹងណាពាក់ព័ន្ធទៅនឹងការពិតដែលថៃឈ្លានពានដីខ្មែរនេះអញ្ចឹងទេវាអាចប៉ះពាល់ទៅនឹងបទឈប់បាញ់មានន័យថាម៉េចមានន័យថាកុំឲ្យយើងនឹងនិយាយចំត្រង់ចំពោះរឿងដែលថៃរំលោភបំពានមានន័យអញ្ចឹងប្រិមិត្តលោកសៀស័កផុងកេតកៅរដ្ឋមន្ត្រីប្រទេសថៃបានលើកឡើងទៅកាន់កម្ពុជាតាមរយៈអាដាមប្រសិទ្ធខនថាប្រទេសថៃនៅតែមានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍នានារបស់កម្ពុជានៅវេទិកាអន្តរជាតិលោកបានសង្កត់ធ្ងន់ថាការលើកឡើងទាំងនោះកំពុងបង្កផលប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដើម្បីឈានទៅរកការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរបាទហែងវាយគេហើយអត់ឲ្យគេនិយាយអីទេអីហ៎បាទកម្ពុជាខូចនេះដល់ពេលដែលយើងនិយាយការពិតប្រាប់បរទេសតាមវេទិកាអន្តរជាតិធំថៃនឹងវាថាកុំនិយាយចឹងបាទវាប៉ះពាល់ទៅដល់បទឈប់បាញ់ខូចសេចក្តីថ្លែងការណ៍របស់កម្ពុជានៅលើវេទិកាអន្តរជាតិមិនមែនមានបំណងបង្កើនភាពតានតឹងនោះទេប៉ុន្តែគឺដើម្បីធានាឲ្យបាននូវតម្លាភាពនិងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាព្រំដែនការលើកឡើងពីក្តីកង្វល់តាមរយៈប្រព័ន្ធការទូតនិងវេទិកាអន្តរជាតិគឺជាសិទ្ធិស្របច្បាប់របស់រដ្ឋអធិបតេយ្យនីមួយៗបាទអាហ្នឹងគឺឆ្លើយតបទៅការប្រទេសថៃវាមិនមែនជាការបង្កើន
នភាពតានតឹងស្អីទេគេគ្រាន់តែនិយាយបែបធម្មតាថៃឯងព្រួយបារម្ភភ័យខ្លាចកង្វល់ស្អីបាទខ្លាចទៅនឹងទង្វើរបស់ខ្លួនមែនខណៈពេលដែលភាគីថៃអំពាវនាវឲ្យមានបរិយាកាសវិជ្ជមានបរិយាកាសបែបនេះត្រូវបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកមិនមែនផ្អែកលើភាពស្ងៀមស្ងាត់នោះឡើយបាទវាឲ្យយើងស្ងៀមស្ងាត់អីចឹងទៅក៏ប៉ុន្តែវាមិនមែនអញ្ចឹងណាប្រិមិត្តការស្នើសុំឲ្យកម្ពុជាបញ្ឈប់ការលើកឡើងជាអន្តរជាតិអាចនឹងធ្វើឲ្យបញ្ហាសំខាន់ត្រូវបានគេមើលរំលងដែលបញ្ហាទាំងនោះទាមទារឲ្យមានការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជានៅតែបន្តបដិញ្ញាចិត្តចំពោះសន្តិភាពនិងការសន្ទនារួមទាំងកិច្ចខិតខំប្រឹងប្រែងរក្សាបទជបាញ់តាមបណ្ដោយព្រំដែនទោះជាយ៉ាងណាក៏ដោយសន្តិភាពមិនអាចសម្រេចបានតាមរយៈការកម្រិតសម្លេងរបស់ភាគីម្ខាងទៀតនោះទេបាទហ្នឹងគឺយើងដាក់ចំទៅវិញចឹងទៅវឌ្ឍនភាពពិតប្រាកដអាស្រ័យលើការប្រស្រ័យតាក់ទងដោយបើកចំហការគោរពច្បាប់អន្តរជាតិនិងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ពីភាគីទាំងសងខាងបាទនេះគឺជាអ្វីដែលនៅពេលដែលថៃនិយាយថាអត់ឲ្យយើងនិយាយលើវេទិកាអន្តរជាតិនេះយើងដាក់ទៅវិញចឹងទៅបាទនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃកុំភ្លេចជួយ like ជួយ share បាទម្នាក់មួយផងបងប្អូន